សូមគោរពសូមជម្រាបសួរបងប្អូនថ្ងៃនេះបានមកជួបបងប្អូនសាជាថ្មីទៀតហើយបងប្អូនណាហើយមករយៈនេះបងប្អូនទាំងអស់គ្នានឹងសុខសប្បាយចិត្តទេហើយមករយៈនេះអត់បានចេញវីដេអូហ្នឹងក៏រវល់ពីការងារបងប្អូនណាវល់ការងារខាងក្រៅរកចិញ្ចឹមជីវិតបើមិនរកមិនបានចិញ្ចឹមជីវិតបងប្អូនណាអញ្ចឹងតែថ្ងៃនេះក៏ឆ្លៀតឱកាសក្នុងពេលនេះដែរយកវីដេអូមួយមកចែកជូនដល់បងប្អូនដែលជាចំណេះដឹងមួយចំណែកហើយដូច្នេះមុននឹងចូលដល់វីដេអូនេះបងប្អូនកុំភ្លេចជួយ share ជួយ subscribe ឲ្យខ្ញុំបាទមួយផងដើម្បីជាកម្លាំងចិត្តនឹងធ្វើវីដេអូលើកក្រោយទៀតបងប្អូនណាហើយកុំឲ្យខាតពេលយូរវីដេអូដែលតាក់ទងមកក្នុងពេលនេះគឺវីដេអូនេះគឺតាក់ទងទៅនឹងបងប្អូនចង់ដូរភាគរយថ្មយើងថតទូរស័ព្ទយើងថាឃើញខ្មៅឃើញក្រហមនៅក្នុងថ្មរបស់យើងនឹងចង់ដឹងថាប្រមាណភាគរយបងប្អូនចង់ដូរជាទូរលេខវិញយើងដាក់ជាទូរលេខដោយថាសល់ 5% អញ្ចឹងឃើញលេខ 5% អញ្ចឹងបងប្អូនណាតែរាល់ដងវាអត់មានជាភាគរយទេនៅក្នុងរង្វង់ថ្មទូរស័ព្ទរបស់យើងនៅលើ screen របស់យើងហ្នឹងឥឡូវបងប្អូនចូលមកកន្លែងទូរស័ព្ទរបស់យើងមកកន្លែង setting សញ្ញាកងចក្រហ្នឹងនេះសញ្ញាកងចក្របងប្អូនញ៉ា setting ហ្នឹងតមកទៀតនេះបងប្អូន scroll វាមក scroll យកពាក្យថា notification and status bar យ៉ាងហ្នឹងមកតមកទៀតនេះយើងយកពាក្យថា battery percentage បើកវាមកឲ្យចេញពណ៌ខៀវមកអាហ្នឹងបានហើយឥឡូវយើងចូលមើលនេះឃើញទេបងប្អូនឃើញសញ្ញា screen សញ្ញាថ្មវាហ្នឹងឃើញជាភាគរយទេចឹងអាហ្នឹងគេដូរចឹងតទៀតយើងចង់ដាក់វិញយើងចង់ដាក់វាជាធម្មតាវិញយើងចូល setting វិញមកតមកយើងយកនេះnotification status bar ហ្នឹងមកបន្តទៀតយើងបិទមកវិញឃើញខ្មៅធម្មតាតែមិញយើងវាឃើញជាភាគរយបងប្អូនឃើញ 10% 20% 30% អញ្ចឹងអាហ្នឹងវាអញ្ចឹងវាមានតែប៉ុណ្្នឹងទេបងប្អូនណាហើយវីដេអូហ្នឹងមានប៉ុណ្្នឹងទេបងប្អូនបានទស្សនាហើយកុំភ្លេចជួយ subscribe ឲ្យខ្ញុំបាទមួយផងបងប្អូនណាសូមអរគុណនិងសូមគោរពលា